បន្ទាប់ពីដូរប្រេះហើយពេលក៏ថ្មីងឡើងច្រើននឹងមកថ្មីងគឺថាឈើខ្លាំងមែនតើហ្មងហើយដំបូងគឺថារៀបចំតែងខ្លួនដើម្បីទៅផ្សាររកទិញរបស់អីមកធ្វើញ៉ាំតែដោយសារតែឈឺថ្មីងខ្លាំងពេកក៏អត់អាចមានអារម្មណ៍ធ្វើអីញ៉ាំខ្លួនឯងកើតទេក៏រៀបចំចេញដំណើរតែងខ្លួនហ្នឹងទៅដប់បងចំនួនមួយហ្នឹងទៅញ៉ាំបុកល្ហុងជាមួយគ្នានៅថយមកខាងបន្ទាប់ពីទេណាត់គ្នាហើយអស់ហើយឥឡូវគឺចាប់ផ្ដើមចេញដំណើរទៅយកគាត់ដែរបងអូនទាំងអស់គ្នាឥឡូវគឺចាប់ផ្ដើមចេញដំណើរទៅហើយគឺផ្ទះរបស់គាត់និងផ្ទះរបស់ខ្ញុំគឺនៅគិតគ្នាខ្លាំងមែនតើហ្មងចឹងគឺអត់ពិបាកនៅក្នុងការគេទៅយកគ្នាទេតែមុននឹងទៅយកគាត់នឹងខ្ញុំគាត់ឃ្លាតទៅចាក់សាំងឲ្យហើយហ្មងទៅដោយសារតែសាំងគឺអស់លេងមកឥឡូវគឺខ្ញុំមកដល់កន្លែងផ្ទះរបស់គាត់ហើយក៏អង្គុយចាំគាត់ប្រផ្លែតតែឥឡូវគឺមក7ជាងហើយប៉ុន្តែមើលទៅដូចរៀងស្ងាត់ដល់ហើយតែអីអង្គុយចាំគាត់តែប្រផ្លែតទៅគឺឡើងម៉ូតូទៅដល់ថយមកខាងហ្មងទៅឥឡូវគឺចាប់ដើមកំងជាមួយនឹងរបស់ញ៉ាំយកមកញ៉ាំហើយនៅពេលដែលខ្ញុំទៅថយមកខាងចឹងខ្ញុំគឺឃ្លានជាមួយនឹងនំប៉័ងបឺខ្លាំងមែនតែនហ្មងតែពេលដែលទៅគឺសួរគេទៅគឺនំប៉័ងអស់ហលេងចឹងហើយក៏បានញ៉ាំជាមួយនឹងនំប៉័ងបឺទេអញ្ចឹងខ្ញុំមកថយមកខាងនេះគឺខ្ញុំបានទិញជាមួយនឹងបុកល្ហុងមានជាមួយនឹងបាយឆាហើយមានជាមួយនឹងថែមជាមួយនឹងស្ទីងមួយកែវជាដោយសារតែបុកល្ហុងរៀងហល់ដែរឥឡូវបុកល្ហុងបាយឆាហើយនឹងស្ទីងគឺម្ដងហើយក៏ចាប់ដើមញ៉ាំយកហ្មងតែដោយសារតែរៀងឃ្លានដែរតែញ៉ាំលើកនេះគឺអត់សូវឆ្ងាញ់ទេដោយសារតែថ្មីខ្ញុំកល់ហើយខ្ញុំអត់តន់ត្រឡប់ជាមួយនឹងថ្មីកល់នៅតែកល់រៀងខ្ពស់ជាងមុនចឹងហើយវារៀងឈឺជាងមុនហើយពិបាកខំពិបាកទៅពីអីជាងមុនទៀតឥឡូវគឺចាប់ដើមញ៉ាំហើយអស់ហើយក៏គិតលុយជាមួយនឹងអ្នកលក់ទៅក៏ចាប់ដើមចេញដំណើរត្រឡប់មកវិញនេះគឺពេលដែលត្រឡប់មកវិញនេះគឺប្រហែលជាម៉ោង9ជាងហើយទាំងអស់គ្នាគឺអត់តន់ជប់ជ្រៅគឺមកល្មមទេ